ឲ្យតែខាន់ហប់មួយថ្ងៃពីរនឹងបងអូនអើយចាប់ផ្ដើមនៅឃើញឃ្លានសម្លម្ជូរទៀតហើយចាមិនថាម្ជូរគ្រឿងមិនថាម្ជូរខ្មែរទេនិយាយរួមគឺឃ្លានតែម្ជូរតែម្ដងចាឲ្យតែខាន់មួយថ្ងៃពីរហ្នឹងចាំមើលគ្មានរើនឹកអីម្ហូបក្រៅពីម្ជូរគ្រឿងម្ជូរខ្មែរហ្នឹងទេចាហើយថ្ងៃនេះផងដែរនេះខ្ញុំបានសម្លម្ជូរគ្រឿងសាច់គោទ្របហើយនឹងត្រកួនទៀតហើយចាបងអូនអើយនិយាយពីថាមុខម្ហូបនេះឆ្ងាញ់ជាងម្ជូរគ្រឿងត្រកួនធម្មតាទៀតដោយសារតែយើងនិយាយទ្របទៅផ្លែឆ្ងាញ់មាត់ជាងមុនអញ្ចឹងណាបងអូនហើយគ្រឿងផ្សំមកម្ជូរគ្រឿងរបស់នាងខ្ញុំមានដូចជាក្នុងវីដេអូនឹងឯងបងអូនអើយដាក់តែប្រមាណមុខហ្នឹងយកឆ្ងាញ់ទៅណាមិនអស់ចាឥឡូវបន្ទាប់ពីនាងខ្ញុំរាយរាប់គ្រឿងរបស់នាងខ្ញុំឲ្យអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ស្លតែម្ដងចាបងអូនអើយជាដំបូងនាងខ្ញុំដាក់ខ្លាញ់បន្តិចហើយកូរគ្រឿងនេះគ្រឿងនេះខ្ញុំបុកឲ្យឆ្លងឈ្ងុយឆ្ងល់ហើយក៏នាងខ្ញុំដាក់ម្ទេសឆ្អើរដើម្បីយកពណ៌ស្អាតអញ្ចឹងមកមើលទៅគួរឲ្យចង់ហូបអញ្ចឹងពណ៌ឡើងក្រហមហើយគ្រឿងនេះនាងខ្ញុំដាក់រៀងដុតតិចឲ្យបងអូនអើយដើម្បីកាត់ជាតិឆ្អាបខាច់ធំសាច់គោអញ្ចឹងបងអូនបើអញ្ចឹងទេខាច់ធំសាច់គោទៅហូបអត់ឆ្ងាញ់ទេហើយសាច់គោនេះដែរបងអូនអើយមុននឹងយកមកស្លលាងច្រើនទឹកមែនតើចាលាងដល់បាត់ធំគោតែម្ដងចាគឺទៅសាច់ធម្មតាហ្មងគាត់ទៅមើលគ្រឿងនឹងខ្ញុំស្គរក៏ឈ្ងុយដែរបងអូនអើយឡើងឈ្ងុយពេញផ្ទះហ្មងហើយឡើងក្រហមទុំហើយក្រហមនឹងដែរបងអូនអត់ហឹលទេកូនក្មេងអាចហូបបានដោយសារតែនាងខ្ញុំដាក់តែម្ទេសឆ្អើរទេឲ្យបានដាក់ម្ទេសស្រស់ទេបើយើងដាក់ម្ទេសស្រស់អាចនឹងហឹលអញ្ចឹងបងអូនហើយនាងខ្ញុំដាក់តែម្ទេសឆ្អើរទេដើម្បីយកពណ៌ស្អាតមើលទៅឃើញក្រហមតែកូនក្មេងអាចហូបបានព្រោះដោយសារតែអត់ហឹលទេបងអូនអើយបើតែយើងដាក់ម្ទេសស្រស់ទៅដាក់ម្ទេសស្រស់ហឹលហើយកូនក្មេងហូបអត់បានទេឥឡូវបន្ទាប់ពីនាងខ្ញុំកូរគ្រឿងជួយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់សាច់ចូលចាហើយសាច់នឹងដែរក៏នាងខ្ញុំយកសាច់គោផុយបងអូនអត់យកសាច់ស្វិតទេតែសាច់ស្វិតទៅយកមកគឺមួយងាស់យូរណាស់បងអូនអើយសាច់ផុយហ្នឹងមួយងាស់តែមួយផ្លែតឆាប់បានហូបអញ្ចឹងបងអូននិយាយរួមមកមុខម្ហូបមួយនេះហើយនិយាយរួមគ្រួសារខ្ញុំចូលចិត្តហើយខ្ញុំក៏ចូលចិត្តដែរចានិយាយរួមមកផ្ទះហ្នឹងគឺចូលចិត្តដូចគ្នាទាំងអស់ចាមុខម្ហូបមួយហ្នឹងឲ្យទៅស្លពេលណាដល់ទៅអស់បាយទាំងឆ្នាំងហើយស្លអស់ពីឆ្នាំងដែរចាអត់ដែរសល់មិនទេមកជួគ្រឿងសាច់គោបងអូនឲ្យតែយើងស្លដាក់គ្រឿងត្រូវគឺឆ្ងាញ់ណាស់តែយើងដាក់គ្រឿងអត់ត្រូវខ្វះគ្រឿងអីមួយចាប់ផ្ដើមអត់ឆ្ងាញ់ហើយម្ហូបហ្នឹងសល់ទាំងឆ្នាំងតែម្ដងខ្ញុំហ៊ានធានាថាអញ្ចឹងមកបងអូនបើយើងដាក់គ្រឿងត្រូវវិញធានាថាម្ហូបហ្នឹងហូបអស់ទាំងឆ្នាំងហើយនិយាយរួមបាយម្នាក់2ទៅ3ចានអីហើយសម្លម្ជូរគ្រឿងនឹងដែរបងអូនអើយនាងខ្ញុំអត់ប្រើខ្ទិះដូងទេនាងខ្ញុំប្រើទឹកដោះគោអង្គើមានរបស់គោហ្នឹងដាក់មកកំប៉ុងចូលចារាល់ដងខ្ញុំស្លតែអញ្ចឹងតាមប៉ាខ្ញុំក៏ស្លអញ្ចឹងស្លតាមកំដងឆ្ងាញ់ញ៉ាំរហូតតថ្ងៃហ្នឹងតែបងអូនអើយស្លពេលណាដឹងតែដាក់ទឹកដោះគោអង្គើមាសមកកំប៉ុងហ្នឹងហើយបន្ទាប់ពីដាក់ទឹកដោះគោអង្គើមាសចូលហើយបងអូនអើយនាងខ្ញុំងាស់ទឹកក្តៅយកតែម្ដងចាទុកសម្លមកពុះហើយទុកម្លាយសិនក៏នាងខ្ញុំយកទឹកក្តៅមកជ្រុំអំពិលទុំទុកឲ្យហើយចាបងអូនដើម្បីទឹកសម្លយើងពុះនឹងដាក់អំពិលទុំចូលតែម្ដងចាឥឡូវបន្ទាប់ពីជ្រុំអំពិលទុំហើយក៏ទៅមើលសម្លយើងពុះល្មមបងអូនអើយនេះឡើងផុយផ្សែងជុកហ្មងបងអូនហើយសាច់គោក៏ផុយមកល្មមផងដែរក៏នាងខ្ញុំចាប់ផ្ដើមដាក់ទ្របចូលចាទ្របហ្នឹងគឺគេហៅទ្របវែងបងអូនតែសម្រាប់បងហៅមិនទេគឺអត់ដឹងទេចាតែនាងខ្ញុំហៅទ្របវែងហើយមួយទៀតអសរុខ្ញុំមិនហ៊ានហៅទេបងអូនអើយអញ្ចឹងហើយអធិស្ឋានផងចាហៅទ្របវែងតែម្ដងតែឥឡូវនាងខ្ញុំបន្ទាប់ពីដាក់ទ្របវែងចូលហើយអស់ហើយក៏នាងខ្ញុំទុកមកពុះផងដែរចាពុះទ្របហ្នឹងរៀងហឹងជើងតកួនតទុកមកពុះឲ្យវារៀងឆ្អិនជើងតកួនតិចទៅដាក់តកួនឆ្អិនមកល្មមអញ្ចឹងមិនអត់លួយមិនឲ្យផុយពេកអញ្ចឹងបងអូនមកល្មមហូបឥឡូវបន្ទាប់ពីទុកទ្របមកពុះហើយបងអូនអើយគោពុះល្មមនាងខ្ញុំក៏ដាក់តកួនចូលចាតកួននេះដែរនាងខ្ញុំយកតកួនក្របចាបានយកតកួនបឹងឲ្យគេនឹងទេដោយសារតែតកួនក្របវាឆ្ងាញ់អញ្ចឹងបងអូនដាក់ទឹកស្លជាមួយទឹកស្លទៅវាទន់ទៅឆ្ងាញ់តកួនក្របវារៀងធំអញ្ចឹងបងអូនអាយបាក់ហូបតែតាមចិត្តបងអូនទេបងអូនចង់ដាក់តកួនទៅស្រាប់តែបងអូនទេចាតែសម្រាប់នាងខ្ញុំចូលចិត្តតកួននេះខ្ញុំដាក់តកួនហ្នឹងហើយចាហើយមកហូបនាងខ្ញុំក៏បានចាស់រួចរាល់ដែរចាមកជួគ្រឿងសាច់គោទ្របចានិយាយថាឆ្អិនហើយឈ្ងុយពេញតែហ្មងបងអូនអើយឡើងគ្រាន់តែឃើញឃ្លានបាយហ្មងណា